សមាគមរបស់យើងខ្ញុំបានទទួលការគាំទ្រពីគម្រោងរបស់អង្គការ CIRD និងអង្គការ HEC ក្នុងឆ្នាំ2018យើងបានចាប់ផ្ដើមធ្វើម្រេចសរីរាង្គក្នុងឆ្នាំ2020ដែលមានកសិករចំនួន4នាក់ចូលរួមនៅក្នុងឆ្នាំ2021កសិករដែលអនុវត្តស្តង់ដារម្រេចសរីរាង្គពី4គ្រួសារឡើងមកដល់8គ្រួសារហើយរហូតមកទល់បច្ចុប្បន្នមានកសិករចំនួន14គ្រួសារដែលកំពុងអនុវត្តស្តង់ដារម្រេចសរីរាង្គហើយក្នុង14គ្រួសារអាចផលិតម្រេចសរីរាង្គបានក្នុងរង្វង់ប្រហែលជា100តោនក្នុងមួយឆ្នាំការផលិតម្រេចសរីរាង្គយើងមិនបានផ្ដោតទៅលើតែតម្លៃល្អនោះទេគឺយើងបានគិតគូរនឹងការពារទៅដល់សុខភាពកសិករកម្មករអ្នកបរិភោគព្រមទាំងបរិស្ថាននិងជីវៈចម្រុះផងដែរបាទចំការខ្ញុំបាននេះយើងអនុវត្តជាសរីរាង្គតាំងពីឆ្នាំ2020ថ្នាំគីមីឬជីគីមីពួកយើងមិនបានប្រើទេយើងប្រើតែជីលីម៉ូកូដែលយើងទិញពីកសិករនៅតាមភូមិជារៀងរាល់ឆ្នាំខ្ញុំបានចូលវគ្គបណ្ដុះបណ្ដាលស្តង់ដារសរីរាង្គហ្នឹងអន់ណាស់ក៏បាន2ដងដែរក្នុងមួយឆ្នាំហើយសមាគមគេបានបញ្ជូនអ្នកត្រួតពិនិត្យមកពិនិត្យចំការសរីរាង្គខ្ញុំហ្នឹងក៏បាន2ដងក្នុងមួយឆ្នាំដែរខ្ញុំបានប្រាក់ចំណូលខ្ពស់ជាងមុនដោយសារក្រុមហ៊ុនទិញម្រេចសរីរាង្គឲ្យតម្លៃខ្ពស់ជាងម្រេចធម្មតាសុខភាពគ្រួសាររបស់ខ្ញុំក៏ល្អប្រសើរជាងមុនដោយសារគ្រួសាររបស់ខ្ញុំមិនមានរងផលប៉ះពាល់ពីសារធាតុគីមីក្រុមហ៊ុនហ្វុកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍កសិកម្មសមាគមកសិករដើម្បីធានាបានការថែទាំបច្ចេកទេសនិងការដាំដុះដើម្បីទទួលបាននូវផលិតផលមួយដែលមានគុណភាពល្អសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសដទៃទៀតក្រុមហ៊ុនយើងបានសហការជាមួយនឹងអង្គការ CIRD និង HEC តាំងពីឆ្នាំ2019ដើម្បីផ្ដោតទៅលើម្រេចសុវត្ថិភាពនិងម្រេចសរីរាង្គជារៀងរាល់ឆ្នាំក្រុមហ៊ុនយើងខ្ញុំធ្វើការបញ្ជាទិញម្រេចសុវត្ថិភាពចំនួនប្រហែលជា1500ទៅ2000តោនហើយក៏មានម្រេចសរីរាង្គចំនួនប្រហែលជា40ទៅ50តោនជារៀងរាល់ឆ្នាំដោយក្នុងតម្លៃម្រេចសរីរាង្គគឺយើងបន្ថែមរហូតដល់25ទៅ45%នៃតម្លៃម្រេចសុវត្ថិភាពខ្ញុំសង្ឃឹមថានឹងមានកសិករជាច្រើននឹងផលិតម្រេចសរីរាង្គដើម្បីចូលរួមចំណែកការពារសុខភាពបរិស្ថាននិងជីវៈចម្រុះ